ជាដំបូងសូមជម្រាបសួរដល់លោកគ្រូខ្ញុំឈ្មោះលេងស៊ីលីវមកពីក្រុម SV2433 នៅក្នុងវីដេអូនេះយើងនឹងធ្វើការបង្ហាញទាក់ទងទៅនឹង User Management ដែលបន្ទាប់ពីយើងបានធ្វើការអនុវត្តតាមលោកគ្រូហើយយើងនឹងធ្វើការបង្ហាញនៅ result ដើម្បីបង្ហាញទៅលោកគ្រូអញ្ចឹងដំបូងឡើយយើងនឹងធ្វើការ validate ទាក់ទងទៅនឹង syntax ដែលយើងបានធ្វើគឺ sudo vsudo .c អញ្ចឹងនេះគឺជាsyntax ទាំងអស់ដែលមានគឺយើងvalidate វាគឺ sudo គឺយើងមានទៅលើ user ចំនួន3គឺ admin 1 student 1ជាមួយនឹង teacher 1ហើយយើងធ្វើការ sudo ទៅលើក្រុម junior admin student ហើយនិង teacher អញ្ចឹងហើយយើងធ្វើការ check ទៅលើ student privilege ដែលយើងធ្វើការ sudo .l.u ទៅលើuser student 1អញ្ចឹងហើយនេះគឺជា student privilege ដែលក្នុងនោះដែរstudent មានសិទ្ធិទៅលើការ status ទៅលើ ASH status ទៅលើ MySQL និង status ទៅលើ NGINX អញ្ចឹងដូចគ្នាដែរគឺយើងធ្វើការcheck ទៅលើ teacher privilege ដូចគ្នាគឺមាន user teacher 1អញ្ចឹងហើយនេះគឺជា privilege របស់teacher 1គឺ teacher 1អាចធ្វើការ status ទៅលើ ASH status MySQL និង status NGINX ហ្នឹងដោយ no password ក៏ប៉ុន្តែចំពោះការ restart វិញគឺ teacher 1ហ្នឹងត្រូវការវាយ password ដើម្បីធ្វើការ restart ទៅលើ ASH restart ទៅលើ MySQL និង NGINX ដូចគ្នាអញ្ចឹងយើងធ្វើការ check មកមើលទៅលើ privilege របស់ admin 1ចំពោះ admin 1វិញគឺ admin 1មានសិទ្ធិទៅលើការ status ទៅលើ ASH status ទៅលើ ASH start ASH ជាមួយនឹង restart ASH ហើយទៅនឹងអាច stop នៅ status ទៅលើ MySQL start MySQL និង restart MySQL ហើយមានសិទ្ធិទៅលើការ stop MySQL status NGINX និង start NGINX ដូចគ្នាហើយមានសិទ្ធិទៅលើការ restart NGINX ហ្នឹងនិង stop NGINX ចឹងដែរនេះគឺជាសិទ្ធិ privilege របស់ user ទាំង3គឺ admin 1 user 1ជាមួយនឹង student 1អញ្ចឹងយើងធ្វើការមើល inspect ទៅលើ rule file ដែលយើងបានបង្កើតដែលចំពោះ rule file ដែលយើងបានបង្កើតនេះផងដែរគឺយើងធ្វើការ sudo ls .l ទៅលើ directory របស់យើងគឺ etc ជាមួយ sudo .d អញ្ចឹងនេះគឺជា inspect របស់ rule file របស់យើងគឺមាននៅ junior admin readme student ហើយនិង teacher អញ្ចឹងហើយបន្ទាប់ពីការធ្វើការinspect ទៅលើ root file ហើយយើងធ្វើការ review តទៅនឹង sudo activity របស់យើងគឺយើងធ្វើការ tell យកដល់20អញ្ចឹងនេះគឺជាការ review តទៅនឹង activity របស់យើងហើយខាងលើនេះគឺជា user management ដែលយើងបានបង្កើតឡើងនិងធ្វើការ check ទៅលើ privilege របស់ user ទាំង3របស់យើងដែលយើងមានដែលយើងបានបង្កើតឡើងសូមអរគុណលោកគ្រូ